ប្រកបជាអស់អ្នកណាស្លងចាក់ជាពងខាកុកហើលើមិនកូនធ្លាក់ដល់ដីខ្លារស់ក្នុងព្រៃកងតែជេចាប់បានត្រីហែបក្នុងទឹកកងតែងាប់លើចានចោលទាំងប្រហែលថ្ងៃនេះត្រូវតែទទួលទៅទាំងអស់លូត្រាចាប់សូយ៉ាបានបានចង់ដឹងថ្មីដៃបើខាងបកែណាចូលមកនៅពេលនេះខ្ញុំស្ដាយណាស់ដែលបាត់ឲ្យវារត់រួចបានមនុស្សដូចជាវានេះតែខ្ញុំសម្លឹងមើលណាប៉ុន្តែវាមិនរៀងចាទេបើសិនជាចាប់វាមិនបានទេនោះវាអត់ទៅទៀតចាក់ជាបង្ខានតែមិនអីទេតែនេះផុតទុកផុតភ័យហើយណាបើកាលណាខ្ញុំជួបវានៅកន្លែងណាទៀតនោះខ្ញុំសន្យាមិនឲ្យវាប្រព្រឹត្តអំពើថោកទៀតបែបនេះតទៅទៀតទេណានាងសំឡងល្អណាស់តាំងខ្ញុំបានជួបជាមួយនឹងព្រះអង្គកុំអីចាំខានទេព្រះអង្គម្ចាស់យ៉ាងមិនទៅណានាងខ្ញុំម្ចាស់អត់មានអ្វីដើម្បីកាប់ស្នើសងគាត់ព្រះអង្គទេហើយមិនបាច់ទេណាព្រះបាទនាងក៏ជាប្រជារាស្ត្ររបស់ខ្ញុំព្រះបាទម្ចាស់កាលណាដែលប្រជារាស្ត្ររងទុក្ខលំបាកវេទនាអីបែបនេះជាពិសេសនៅក្នុងពេលនេះចៅកំពុងតែបំពេញរូបរាងកាយរបស់អ្នកនាងអញ្ចឹងហើយខ្ញុំគឺជាអង្គមហាក្សត្រម្នាក់បើកភ្នែកសម្លឹងឃើញប្រជារាស្ត្ររងទុក្ខសោកវេទនាមិនដឹងយ៉ាងបានអីចេះចន់អ្នកនាងឥឡូវចេះណាអ្នកនាងធ្វើដំណើរមកចំការតែម្នាក់ឯងអញ្ចឹងមិនឲ្យមានពុកម៉ែបងប្អូនឬមួយក៏ក្រុមគ្រួសារទេអីហ៎ព្រះបាទគេខ្ញុំម្ចាស់អត់មានម៉ែទេមានតែពុកហើយមានប្អូនស្រីម្នាក់ទៀតប៉ុន្តែមិនឲ្យប្អូនមកជាមួយឲ្យពុកនៅមើលថែគេអត់មានបងប្អូនផ្សេងទៀតបានចាំមកម្នាក់ឯងអញ្ចឹងស្ដាប់ការរៀបរាប់របស់អ្នកនាងទៅអ្នកនាងគឺជាមនុស្សម្នាក់ដែលមានខ្សែជីវិតលំបាកកំសត់រងទុក្ខវេទនាណាខ្លួនគឺជាស្រីក៏ប៉ុន្តែខ្ញុំសរសើរណាដែលមានភាពក្លាហានធ្វើដំណើរមកចំការតែម្នាក់ឯងបែបនេះគឺជាកន្លែងដែលមានគ្រោះថ្នាក់ជាទីបំផុតណាអ្នកនាងគឺដោយសារតែខ្ញុំម្ចាស់នឹងខ្វះខាតមិនដឹងយ៉ាងធ្វើម៉េចមុខរបស់ខ្ញុំម្ចាស់គឺមានតែបែបបន្លែលិតទៅលក់នៅផ្សារតែប៉ុណ្ណឹងស្ដាប់អ្នកនាងនិយាយទៅប្រយ៉ាងដែនតើគឺជាមនុស្សស្រីក្រីក្រទេក៏ប៉ុន្តែពាក្យសម្ដីមានការគួរសមមានសិលធម៌ចេះគោរពចេះដឹងសពគ្រប់បែបយ៉ាងទាំងអស់បើតាមខ្ញុំគិតណាមនុស្សស្រីបែបហ្នឹងគេហៅថាគឺជាមនុស្សស្រីដែលចាស់ទុំនិយមចូលចិត្តធៀបសម្ពុតក្នុងផ្នត់ណាមិនដល់ថ្នាក់ហ្នឹងទេព្រះអង្គខ្ញុំជាមនុស្សស្រីធម្មតាមិនអាចទៅប្រៀបជាមួយនឹងមនុស្សស្រីដែលគេនិយមជាចាស់ទុំសម្ពុតនៅក្នុងផ្នត់អីហ្នឹងទេអានេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះសម្រាប់ខ្ញុំឃើញថានាងល្អសពគ្រប់បែបយ៉ាងទាំងអស់នាងឥឡូវបានជួបគ្នាហើយយើងស្គាល់គ្នាបន្តិចទៅណានាងឈ្មោះអីដែរទៅខ្ញុំមានឈ្មោះថាចិន្តាឈ្មោះចិន្តាព្រះបាទព្រះអង្គចិន្តាចំណែកខ្ញុំគឺបណ្ឌរិទ្ធកុមាររាជបុត្រអង្គមហាក្សត្រដែលចាក់ចេញអំពីលោកតាប្រាក់មនីអីសីមកណាវិលត្រឡប់ចូលក្នុងទឹកដីប្រៃនគរព្រះបាទព្រះអង្គម្ចាស់ចិន្តាបាទម្ចាស់តាមពិតទៅអ្នកដឹងខ្លួនទេនាងសម្រស់ស្រស់ស្អាតណាអញ្ចឹងហើយបានជាចោលវាត្រង់មិនបាននៅសម្រស់របស់នាងណាបានជាចាប់បង្ខំបែបនេះចាំមកសរសើរខ្ញុំម្ចាស់ទៅកើតខ្ញុំម្ចាស់ស្អាតអីទេត្រឹមចាំមនុស្សស្រីធម្មតារស់នៅតាមព្រៃអញ្ចឹងណាតាមពិតទៅមិនថាមនុស្សស្រីធម្មតាក្រលំបាកឬមួយក៏មានពូជពងវងតកោយ៉ាងណានោះទេក៏ប៉ុន្តែសម្រាប់កែវភ្នែកទាំងគូរបស់ខ្ញុំនៅក្នុងពេលនេះគឺឃើញថាចិន្តាស្អាតណាស់អត់ទាន់មានប្តីទេអីមិនទាន់មានទេព្រះមិនទាន់មានទេបើសិនជាមានបរិះណាម្នាក់គេចង់បានចិន្តាធ្វើជាគូអនាគតគិតបែបម៉េចទៅបើសិនជាមានគេចង់បានខ្ញុំក៏មើលសិនដែរថាមនុស្សប្រុសម្នាក់នឹងគេអាចមើលថែខ្ញុំស្មោះត្រង់ជាមួយខ្ញុំដែរឬក៏អត់អញ្ចឹងហ៎